កេសនតិកាកូនទ័ពអ៊ុយក្រែនបាននិយាយថាពួកគេបានបើកការវិប្រហារទៅលើរោងចក្រចម្រាញ់ប្រេងសារ៉ាតូវនិងអាកាសយានដ្ឋាននៅតំបន់គ្រីមៀដែលកាន់កាប់ដោយរុស្ស៊ីស្វាគមន៍ប្រិយមិត្តបងប្អូនទាំងអស់គ្នាវិលត្រឡប់ជាថ្មីសម្រាប់ការតាមដានព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិប្រចាំថ្ងៃដែលនេះជាវីដេអូទី2សម្រាប់ថ្ងៃទី29ខែវិច្ឆិកាគងកម្លាំងអ៊ុយក្រែនបានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងសារ៉ាតូវដែលជាកន្លែងផ្ទុកនៃយន្តហោះគ្មានមនុស្សបើកនៅអាកាសយានដ្ឋានមួយនៅតំបន់គ្រីមៀដែលកាន់កាប់ដោយកងទ័ពរុស្ស៊ីនិងគោលដៅយុទ្ធសាស្ត្រផ្សេងទៀតនៅយប់ថ្ងៃទី28ខែវិច្ឆិកាដែលនេះគឺជាអ្វីដែលយោងទៅតាមការរាយការណ៍ដោយអគ្គសេនាធិការនៃកងទ័ពអ៊ុយក្រែនអ្នកស្រុកនៅក្នុងទីក្រុងរបស់រុស្ស៊ីមួយចំនួននិងក្នុងតំបន់គ្រីមៀដែលកាន់កាប់បានរាយការណ៍ថាបានលើនឹងសម្លេងផ្ទុះពេញមួយយប់ក្រសួងការពារជាតិរបស់រុស្ស៊ីបានអះអាងថាប្រព័ន្ធនៃកងកម្លាំងការពារដែនដីរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួនប្រមាណ136គ្រឿងហើយក្នុងនោះមាន30គ្រឿងនៅលើតំបន់សារ៉ាតូវនិង29គ្រឿងនៅលើឧបទ្វីបគ្រីមៀដែលកាន់កាប់អ៊ុយក្រែនដែលបានបើកការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងសារ៉ាតូវជាកន្លែងដែលបានផលិតនៅផលិតផលប្រេងជាង20មុខនិងផ្គត់ផ្គង់ទៅដល់កងទ័ពរុស្ស៊ីសេចក្តីរាយការណ៍ក៏បានបន្តថាការវាយប្រហារនេះបានបង្កឲ្យមានភ្លើងឆេះនៅកន្លែងនេះបើទោះបីជាទំហំនៃការខូចខាតទាំងស្រុងត្រូវបានគេវិយតម្លៃនៅឡើយកងកម្លាំងអ៊ុយក្រែនបានកំណត់គោលដៅម្ដងហោម្ដងទៀតនៅរោងចក្រចម្រាញ់ប្រេងនៅក្នុងតំបន់សារ៉ាតូវនៅរដូវស្លឹកឈើជ្រុះដោយការវាយប្រហារលើកមុនត្រូវបានកត់ត្រាកាលពីថ្ងៃទី14ខែវិច្ឆិកាហើយការវាយប្រហារចុងក្រោយបំផុតនៅថ្ងៃទី28ខែវិច្ឆិកាដែលនេះគឺជាលើកទី5ចាប់តាំងពីការចាប់ផ្ដើមនៃរដូវកាលកតកម្មមួយនៅក្នុងចំណោមកតកម្មនៅខែវិច្ឆិកាបានបង្ខំឲ្យរោងចក្របញ្ឈប់ដំណើរការបឋមនេះបើយោងទៅតាមប្រភពពីសារព័ត៌មាន Reuters ក្នុងអំឡុងពេលនៃការវាយប្រហារនេះផងដែរកងកម្លាំងរបស់ប្រទេសអ៊ុយក្រែនក៏បានកំណត់គោលដៅទៅលើកន្លែងផ្ទុកយន្តហោះគ្មានមនុស្សបើកនៅឯអាកាសយានដ្ឋាន Zaki ក្នុងភូមិ Novofedorivka នៅក្នុងតំបន់គ្រីមៀកងកម្លាំងការពារដែនដីរបស់រុស្ស៊ីនៅទីតាំងត្រូវបានបំផ្លាញរួមទាំងប្រព័ន្ធមីស៊ីល Panzer S1 និង Tor M2 ដែលបន្ទាប់ពីការអព្យាក្រឹតនៃការការពារដែនដីទាហានរបស់អ៊ុយក្រែនបានបំផ្លាញឃ្លាំងផ្ទុកយន្តហោះគ្មានមនុស្សបើក Popov និង Orion រយៈចម្ងាយឆ្ងាយអ៊ុយក្រែនក៏បានវាយប្រហារទៅលើមជ្ឈមណ្ឌលបញ្ជានិងបញ្ជាការរបស់រុស្ស៊ីនិងរថយន្តយោធា KAM-AZ ផងដែរយោងទៅតាមបណ្ដាញទូរទស្សន៍ Green Vine Telegram បានឲ្យដឹងថាបន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនទៅលើគ្រីមៀអគិភ័យក៏ត្រូវបានគេរាយការណ៍នៅជិតរោងចក្រថាមពលកម្ដៅ Zaki នៅសមាគមវិទ្យាសាស្ត្រនិងផលិតកម្ម Yodobrom នេះបើយោងទៅតាមបណ្ដាញទូរទស្សន៍ Green Vine ផងដែរទីតាំងរោងចក្រ Yodobrom ដែលមានផលិតផលគីមីនិងឧបករណ៍ទីតញោមនិងដៃអ៊ីណុកដែលមានទីតាំងត្រឹមតែប្រមាណ250ម៉ែត្រពីរោងចក្រថាមពលកម្ដៅរបាយការណ៍ក៏បាននិយាយផងដែរថានៅពេលល្ងាចនិងពេញមួយយប់យន្តហោះគ្មានមនុស្សបើកត្រូវបានគេរាយការណ៍ថាបានប្រទះឃើញនៅក្នុងតំបន់នោះអូមដោយការបាញ់ប្រហារនិងការផ្ទុះបន្ថែមពីការវិលទៅលើទឹកដីរបស់រុស្ស៊ីនិងតំបន់គ្រីមៀកងកម្លាំងអ៊ុយក្រែនក៏បានវាយប្រហារទៅលើតំបន់ប្រមុខផ្ដុំកងកម្លាំងឃ្លាំងប្រេងនិងប្រេងរំអិលនៅក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ីនៅតំបន់ Donetsk និង Luhansk ផងដែរអ៊ុយក្រែនបានកំណត់គោលដៅជាប្រចាំសម្រាប់ការវាយប្រហារទៅលើទីតាំងផលិតប្រេងនៅក្នុងទឹកដីរុស្ស៊ីនិងក្នុងទឹកដីអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ីនៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីរំខានទៅដល់បណ្ដាញដឹកជញ្ជូននិងការផ្គត់ផ្គង់យោធារបស់ក្រុងមូស្គូចក្រភពអង់គ្លេសបានបរាជ័យក្នុងការឈានទៅដល់កិច្ចព្រមព្រៀងដើម្បីចូលប្រើគម្រោងការពារសហភាពអឺរ៉ុបបើយោងទៅតាមរបាយការណ៍ដែលបានចុះផ្សាយដោយកាសែត QPOF និង AFP ចក្រភពអង់គ្លេសបាននិយាយថាវាជាការពិភាក្សាដ៏ខូចចិត្តជាមួយនឹងទីក្រុង Brussels ដើម្បីចូលប្រើគម្រោងសហភាពអឺរ៉ុបដែលមានតម្លៃប្រមាណ150,000 លានអឺរ៉ូឬប្រមាណ174ព្រឹងការការពាររបស់សហភាពអឺរ៉ុបដែលបានបរាជ័យចំពេលដែលមានការខ្វែងគំនិតគ្នាទៅលើថ្លៃចូលបណ្ដាប្រទេសអឺរ៉ុបបានព្យាយាមពង្រឹងកម្លាំងយោធារបស់ពួកគេចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅឆ្នាំ2022មកលើប្រទេសអ៊ុយក្រែនដោយទីក្រុង Brussels បានចាប់ផ្ដើមគំនិតផ្ដាំប្រាគមចៃរបស់ខ្លួននៅដើមឆ្នាំនេះគ្រោងការនៃគម្រោង SASE ដែលមានអក្សរកាត់ថា Security Action for Europe នឹងផ្ដល់ឲ្យប្រទេសសហភាពអឺរ៉ុបនៅប្រាក់កម្ចីចំនួន150,000 លានអឺរ៉ូក្នុងអត្រាទាបដើម្បីជួយពួកគេក្នុងការចិញ្ចឹម
ទីក្រុងឡុងនិងទីក្រុងប្រូសែលបានកំពុងមានការខ្វែងគំនិតគ្នាអំពីកម្រិតនៃការរួមចំណែកដែលចក្រភពអង់គ្លេសនឹងធ្វើដើម្បីចូលរួមនៅក្នុងគម្រោងនេះដែលនឹងអនុញ្ញាតឲ្យចក្រភពអង់គ្លេសទទួលបានប្រាក់ចំណេញកាន់តែច្រើនសម្រាប់ក្រុមហ៊ុនផលិតអាវុធរបស់ខ្លួនរដ្ឋមន្ត្រីទំនាក់ទំនងសហភាពអឺរ៉ុបលោក Nick Thomas Simon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាវាជាការខូចចិត្តដែលយើងមិនអាចបញ្ចប់នៃការពិភាក្សាស្ដីអំពីការចូលរួមរបស់ចក្រភពអង់គ្លេសក្នុងជុំទី1នៃគម្រោង SASE ប៉ុន្តែលោកបានកត់សម្គាល់ថាឧស្សាហកម្មការពារជាតិរបស់ចក្រភពអង់គ្លេសនឹងនៅតែអាចចូលរួមនៅក្នុងគម្រោងនានាតាមរយៈគ្រោងការ FASE តាមលក្ខខណ្ឌនៃប្រទេសទី3លោក Thomas Simon បានបន្ថែមថាជំហររបស់យើងតែងតែច្បាស់លាស់ហើយយើងនឹងចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងដែលមានផលប្រយោជន៍ជាតិនិងផ្ដល់តម្លៃសម្រាប់ប្រាក់បណ្ដាប្រទេសសហភាពអឺរ៉ុបមានកាតព្វកិច្ចចំណាយប្រាក់ខ្ចីទៅលើអាវុធដែលផលិតយ៉ាងហោចណាស់ចំនួន 65% នៅក្នុងប្លុកប្រសិនបើចក្រភពអង់គ្លេសបានចូលរួមតួលេខនោះនឹងត្រូវបានកាត់បន្ថយសម្រាប់ទីក្រុងឡុងដែលមានន័យថាក្រុមហ៊ុនអង់គ្លេសអាចព្យាយាមរកប្រាក់បន្ថែមទៀតភាគីទាំងពីរបាននិយាយថាការចរចាត្រូវបានធ្វើឡើងនៅក្នុងជំនឿល្អដោយគណៈកម្មការអឺរ៉ុបក៏បានសង្កត់ធ្ងន់ថាចក្រភពអង់គ្លេសនៅតែអាចចូលរួមនៅក្នុងលទ្ធកម្មសុវត្ថិភាពរហូតដល់ 35% វាបានបន្ថែមថាការពិភាក្សាជាមួយនឹងកាណាដាអំពីការចូលរួមរបស់ខ្លួនបន្តហើយសង្ឃឹមថានឹងស្វែងរកនូវកិច្ចព្រមព្រៀងនៅមុនថ្ងៃអាទិត្យមន្ត្រីរបស់សហភាពអឺរ៉ុបបាននិយាយថាប្លុកនេះបានស្នើឲ្យទីក្រុងឡុងផ្ដល់នូវវិភាគទានប្រមាណ 6.5 ពាន់លានអឺរ៉ូដើម្បីចូលរួមនៅក្នុងគម្រោងសុវត្ថិភាពប៉ុន្តែចក្រភពអង់គ្លេសដែលបានចាកចេញពីសហភាពអឺរ៉ុបនៅក្នុងឆ្នាំ2020បន្ទាប់ពីការបំបែកនៃ Brexit របស់ខ្លួនវាបានបិទបាំងតម្លៃនោះហើយបានជំរុញឲ្យមានកិច្ចព្រមព្រៀងកាន់តែប្រសើរឡើងនេះបើយោងទៅតាមប្រភពពីផ្នែកការទូតប្រទេសប៉ូឡូញរ៉ូម៉ានីបារាំងនិងហុងគ្រីស្ថិតនៅក្នុងចំណោមអ្នកទាមទារប្រាក់ច្រើនជាងគេបំផុតក្នុងក្រោមគម្រោង FASE ដែលនៅពេលដែលទីក្រុងប្រូសែលបានបង្ហាញអំពីការបែងចែកមូលនិធិរបស់ខ្លួនក្នុងខែកញ្ញាប៉ូឡូញបានចាប់យកប្រាក់កម្ចីដែលមានតម្លៃជិត 44 ពាន់លានអឺរ៉ូបន្ទាប់មករ៉ូម៉ានីមានចំនួន 16.7 ពាន់លានអឺរ៉ូហើយបារាំងនិងហុងគ្រីមានចំនួន 16.2 ពាន់លានអឺរ៉ូក្នុងម្នាក់នេះបើយោងទៅតាមតួលេខបឋមប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទាមទារឲ្យកងទ័ពអ៊ុយក្រែនដកខ្លួនចេញជាមុនសិនមុនពេលដែលមានបទឈប់បាញ់ខណៈដែលលោក Vitkov គ្រងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូយោងទៅតាមការលើកឡើងរបស់កាសែតធំមួយចំនួនដូចជាកាសែត Reuters ក៏ដូចជាកាសែតរបស់ប្រទេសអ៊ុយក្រែន Q Independent ប្រធានាធិបតីរុស្ស៊ីលោក Putin បានអះអាងសារជាថ្មីនៃការទាមទាររបស់គាត់ឲ្យកងកម្លាំងអ៊ុយក្រែនដកខ្លួនចេញពីទីតាំងបច្ចុប្បន្នរបស់ពួកគេដើម្បីជាលក្ខខណ្ឌសម្រាប់បទឈប់បាញ់បើទោះបីជាសហរដ្ឋអាមេរិកព្យាយាមធ្វើឲ្យកិច្ចចរចាសន្តិភាពឡើងវិញក៏ដោយបេសកជនពិសេសរបស់អាមេរិកលោក Steve Witkoff ដែលប្រឈមមុខទៅនឹងការត្រួតពិនិត្យបន្ទាប់ពីការលេចធ្លាយមួយតាមសេចក្តីរាយការណ៍ថាចាប់តាំងពីបានបង្វឹកមន្ត្រីរុស្ស៊ីម្នាក់អំពីរបៀបធ្វើឲ្យសេតវិមានត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងសន្តិភាពចុងក្រោយជាមួយលោកពូទីនមេដឹកនាំរុស្ស៊ីបានបញ្ជាអំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិកនៅដើមសប្តាហ៍ក្រោយប្រធានាធិបតីរុស្ស៊ីបានប្រាប់នាយកព័ត៌មានថាកងទ័ពអ៊ុយក្រែននឹងដកខ្លួនចេញពីទឹកដីដែលពួកគេកាន់កាប់ហើយបន្ទាប់មកការប្រយុទ្ធនឹងឈប់ប្រសិនបើពួកគេមិនដកថយទេយើងនឹងសម្រេចតាមរយៈកម្លាំងយោធាទីក្រុងមូស្គូបានចរានចោលនៅការអំពាវនាវរបស់ទីក្រុងគីវនិងដៃគូលោកខាងលិចរបស់ខ្លួនសម្រាប់បទឈប់បាញ់ជំនួសមកវិញដោយទាមទារឲ្យអ៊ុយក្រែនបោះបង់តំបន់ Donbas ទាំងមូលនោះយ៉ាងណាមិញរុស្ស៊ីបានប្រកាសដោយខុសច្បាប់នៅការបញ្ចូលតំបន់ទាំង4នោះគឺ Donetsk, Luhansk, Zaporizhzhia និង Kherson ដែលកាន់កាប់ដោយផ្នែកទាំងអស់ជាទឹកដីរបស់ខ្លួនក្នុងអំឡុងពេលនៃការធ្វើប្រជាមតិคล้ายៗក្នុងអំឡុងខែកញ្ញាឆ្នាំ2022លោកពូទីនបានសង្កត់ធ្ងន់ថាការទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់ Crimea និង Donbas ដែលជាការទាមទារដែលទីក្រុងគីវបានច្រានចោលនៅតែជាចំណុចសំខាន់នៅក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកការអធិប្បាយនេះបានកើតឡើងបន្ទាប់ពីរដ្ឋបាលលោកដូណាល់ត្រាំបានបង្ហាញផែនការសន្តិភាពចំនួន28ចំណុចសម្រាប់អ៊ុយក្រែនកាលពីសប្តាហ៍មុនដែលបានដាក់លក្ខខណ្ឌដាក់ទណ្ឌកម្មលើទីក្រុងគីវរួមទាំងដែនកំណត់លើទំហំយោធាការហាមឃាត់សមាជិកភាព NATO និងការដកអ៊ុយក្រែនចេញពី Donbas ផែនការនេះបានកើតឡើងនៅពេលដែលការផ្លាស់ប្ដូរចុងក្រោយបំផុតនៅក្នុងយុទ្ធសាស្ត្រមិនស្មើគ្នារបស់លោកដូណាល់ត្រាំសម្រាប់ការឈានទៅដល់ការបញ្ចប់ស
ង្គ្រាមដែលបានកើតឡើងនៅជិតដល់ខួបទី4របស់ខ្លួនថ្លែងនៅសន្និសីទសារព័ត៌មានលោកពូទីនបានលើកឡើងម្ដងទៀតថាផែនការសន្តិភាពរបស់អាមេរិកដែលជាកំណែដើមត្រូវបានគេសន្មតថាផ្អែកទៅលើឯកសាររុស្ស៊ីអាចជាមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀងនាពេលអនាគតដោយបន្ថែមថាអត្ថបទនេះនឹងត្រូវការពិភាក្សាបន្ថែមទៀតផែនការដំបូងត្រូវបានឆ្លើយតបដោយការរុញច្រានពីអ៊ុយក្រែននិងអឺរ៉ុបហើយកំណែដែលបានកែសម្រួលនៃសេចក្តីព្រាងច្បាប់នេះត្រូវបានចងក្រងបន្ទាប់ពីការពិគ្រោះយោបល់រវាងមន្ត្រីអាមេរិកអឺរ៉ុបនិងអ៊ុយក្រែននៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី23ខែវិច្ឆិកាលោកពូទីនបានអះអាងថាបន្ទាប់ពីការចរចានៅទីក្រុងហ្សឺណែវផែនការនេះត្រូវបានបែងចែកជា4ផ្នែកប៉ុន្តែมันបានបញ្ជាក់លម្អិតបន្ថែមទៀតនោះទេលោកក៏បានបង្ហាញផងដែរថាក្រសួងការបរទេសរុស្ស៊ីនិងវិមានក្រំឡាំងជំនួយការលោក Yuri Yusakov និងលោក Vladimir Medinsky នឹងត្រួតពិនិត្យនៃការចរចានេះដោយអត្ថាធិប្បាយទៅលើការហៅទូរស័ព្ទដែលលេចធ្លាយរវាងលោក Witkov និងលោក Yusakov លោកប្រធានាធិបតី Vladimir Putin បាននិយាយថាការបង្ហាញបែបនេះអាចជាបទល្មើសព្រហ្មទណ្ឌខណៈពេលដែលมันបានច្រានចោលនឹងការស្ទាក់ស្ចាប់ដែលអាចនឹងត្រូវបានប្រឌិតប្រមុខវិមានក្រំឡាំងក៏បានចោទប្រកាន់ថាអ្នកដែលកំណត់គោលដៅរបស់លោក Witkov គឺជាតួអង្គដូចគ្នាដែលរួមជាមួយនឹងការដឹកនាំរបស់អ៊ុយក្រែនដែលចង់ប្រយុទ្ធរកដល់អ៊ុយក្រែនចុងក្រោយហើយលោកបានបន្ថែមថាដោយដែលខ្ញុំបាននិយាយជាសាធារណៈរួចហើយយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងទាំងនោះមេដឹកនាំរុស្ស៊ីក៏បានប្រកាសបន្ថែមថាការចុះហត្ថលេខាលើឯកសារណាមួយជាមួយអ៊ុយក្រែនគឺគ្មានន័យនោះទេដែលបញ្ជាក់ថាការដឹកនាំរបស់អ៊ុយក្រែនគឺមិនស្របច្បាប់ដោយសារតែការពន្យាពេលនៃការបោះឆ្នោតរដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែនហាម5ការបោះឆ្នោតនៅក្រោមច្បាប់អាញាសឹកដែលត្រូវបានប្រកាសនៅពេលដែលការផ្ទុះឡើងនៃការលុកលុយរបស់រុស្ស៊ីពេញលក្ខណៈនៅឆ្នាំ2022លោកពូទីនក៏បានជំអូសផ្នែកខ្លះនៃផែនការសន្តិភាពដែលបានស្នើឡើងដោយបានច្រានចោលនឹងការអះអាងដែលរុស្ស៊ីកំពុងតែរៀបចំហើយវាប្រហារទៅលើបណ្ដាប្រទេសអឺរ៉ុបបើទោះបីជាលោកបាននិយាយថាលោកនឹងមានបំណងដាក់ការធានាផ្លូវការជាលាលាអសូរក៏ដោយភាពតានតឹងរវាងសមាជិក NATO អឺរ៉ុបនិងទីក្រុងមូស្គូបានកំពុងកើនឡើងក្នុងអំឡុងរយៈពេលប្រមាណខែថ្មីនេះដោយសម្ព័ន្ធមិត្តបានចោទប្រកាន់រុស្ស៊ីអំពីការកើនឡើងនៃប្រតិបត្តិការកូនកាត់និងការព្រមានអំពីចំនួនបើកចំហក្នុងរយៈពេល5ឆ្នាំខាងមុខ